năm chia bằng to cứ năm cho bong ổn á bà lục nẹt để cài này năm chó ria xây được bong lục nẹt lại kháng chập pi pẹ còn đa khai của mùi nị tử bà chập pi pẹ còn đa khai của mùi nị tử nẹt để cài năm chó ria xây lang kháng nè bà đã cho đo lang rò xi miền ban cạn cọp chẳng nẹt để cài này năm chó khomมัน លេខ សំណាង លេខ 195 ពណ៌ សំណាង ពណ៌ ក្រហម អ្នកដែលកើតឆ្នាំចលេខសំណាងលេខ 195 ពណ៌ សំណាង ពណ៌ ក្រហម ណា អ្នកដែលកើតឆ្នាំចរាសីឡើងខ្លាំងចាប់ពីថ្ងៃទី 15 នឹងទៅអញ្ចឹងអ្នកដែលកើតឆ្នាំចឃើញពន្លឺឃើញរស្មីហើយមករយៈចុងក្រោយនេះងងឹតសូនសុងងងឹតណាបាទងងឹតហើយអត់មាន7ប្រចាំងទៀតគឺងងឹតហ្មងអ្នកដែលកើតឆ្នាំចគឺមករយៈនេះតឹងតែងចំបែងចិត្តធ្វើអ្វីក៏មិនសូវល្អធ្វើអ្វីក៏មិនសូវកាក់កបដែរអ្នកកើតឆ្នាំចបងប្អូនមកជីវិតមនុស្សមានគុណធម៌មនុស្សលះបង់បើទោះបីដឹងថាគេខ្សែលើអញទោះបីដឹងថាគេធ្វើបាបអញទោះបីដឹងថាគេកេងប្រវាញ់អញក៏នៅតែខំប្រឹងជួយគេទៅទៀតដឹងហើយមិនល្ងងទេដឹងថាគេខ្សែលើដឹងថាគេមិនល្អប៉ុន្តែនៅតែជួយគេនៅតែបារម្ភពីគេនៅតែពីគិតពីគេនៅតែលះបង់ដើម្បីគេអ្នកដែលកើតឆ្នាំចគឺបែបហ្នឹងជីវិតណាបងប្អូនមកជីវិតអ្នកកើតឆ្នាំចមិនដែលគិតរឿងអាក្រក់សំបីតែមួយម៉ាត់មិនដែលគិតរឿងធ្វើបាបគេសំបីតែម្ដងណាបើថាធ្វើមិនដែលធ្វើទេហើយគិតក៏មិនដែលគិតដែរជួយគេយកអាសាគេស្រឡាញ់គេលះបង់ដើម្បីគេគ្រប់បែបយ៉ាងប៉ុន្តែលទ្ធផលត្រឡប់មកវិញសួរថាតើអ្នកដែលកើតនៅឆ្នាំចទទួលបានលទ្ធផលល្អទេពេលធ្វើល្អមានណាមើលឃើញទេពេលជួយគេមានណាមើលឃើញទេអត់មានទេណាអត់មានទេអ្នកកើតឆ្នាំចលះបង់ដើម្បីគេជួយគេយកអាសាគេគ្រប់បែបយ៉ាងយ៉ាងម៉េចក៏ដោយក៏គេមើលមិនឃើញដែរជីវិតនេះអ្នកដែលកើតឆ្នាំចជីវិតនេះគឺចាំតែខុសទេគ្មានទេយុត្តិធម៌សម្រាប់អ្នកកើតឆ្នាំចពេលដែលអ្នកកើតឆ្នាំចធ្វើត្រូវតើមានណាមើលឃើញអត់មានទេប៉ុន្តែបើអ្នកកើតឆ្នាំចខុសមើលឃើញអត់អូឃើញលឿនណាស់អត់ខុសផងក៏ឃើញដែរក៏គេថាខុសដែរជីវិតនេះគឺជួបតែរឿងអយុត្តិធម៌ទេមកជីវិតអ្នកដែលកើតឆ្នាំចបើបានលុយមកស៊ីតែឯងស៊ីអត់អស់ទេប៉ុន្តែត្រូវចែករំលែកទៅដល់អ្នកជុំវិញខ្លួនលំបាកខ្លួនឯងឲ្យអ្នកដតីសនុកបងប្អូនដែលមើល Facebook ឯងអោបគ្រួសារអញ្ចឹងអោបកូនអោបប្រពន្ធណាប៉ុន្តែព្រួញ10000ព្រួញបាញ់ចំខ្នងអ្នកកើតឆ្នាំចជីវិតគឺវាបែបហ្នឹងហើយអ្វីដែលឈឺចាប់បំផុតពេលដែលអ្នកកើតឆ្នាំចលំបាកពេលដែលអ្នកកើតឆ្នាំចកើតទុកពេលដែលអ្នកកើតឆ្នាំចមានបញ្ហាហេតុអីបានអត់មានអ្នកណាម្នាក់មកឲ្យកម្លាំងចិត្តដល់អ្នកកើតឆ្នាំចអត់មានអ្នកណាម្នាក់ឲ្យកម្លាំងចិត្តដល់អ្នកកើតឆ្នាំចទេអត់មានមកណាមកថាអូយឯងអត់អីទេណាហែងប្រឹងឯងល្អអញនៅជាមួយឯងអញជួយឯងអត់ទេម៉ែឪក៏មិនយល់ចិត្តបងប្អូនក៏អត់យល់ចិត្តប្រពន្ធប្តីអត់យល់ចិត្តកូនក៏អត់យល់ចិត្តឈឺចាប់ហេតុអីបានដំណាក់កាលដែលអញលំបាកបំផុតអញរងចាប់មើលហេតុអីបានអត់មានអ្នកណាមកសួរអ្នកណាមកឲ្យកម្លាំងចិត្តហេតុអីបានពេលគេពឹងអញគេមករហូតអញ្ចឹងហើយអញកើតទុកហេតុអីបានគេអត់មកជីវិតអ្នកកើតឆ្នាំចអញ្ចឹងខ្ញុំមិនមែនឆ្នាំចខ្ញុំអាណិតអ្នកកើតឆ្នាំចកំសត់ចិត្តវាមិនដាច់ជួយគេយកអាសាគេឲ្យលះបង់ដើម្បីគេហើយដល់ពេលចុងក្រោយវាអត់ន័យខ្លឹមសារអញ្ចឹងបើធ្វើការធ្វើច្រើនជាងគេបើខុសតែឯងជួយគេឲ្យយកអាសាគេឲ្យចុងក្រោយគេស្អប់ទៀតអ្នកដែលកើតឆ្នាំចថ្ងៃនេះអញចង់ឲ្យស្មាលារត់ចោលស្រុកឲ្យបាត់ក៏មកអាណាឃើញមុខអញទៀតចង់តែស្មាលារត់ចោលស្រុកឲ្យបាត់ឆ្អែតឲ្យជីវិតនេះមិនរឿងច្រើនទេបងប្អូនយើងទាំងអស់ហ្នឹងយើងជួយគេអាសាគេស្រឡាញ់គេគ្រប់បែបយ៉ាងមិនបាច់មកជួយអីយើងសូម្បីយើងខួបកំណើតក៏គ្មានអាណាផ្ញើសារមកជូនពើយើងដែរជឿខ្ញុំពេលពិបាក100យើងអីយើងគ្រប់បែបយ៉ាងបើពេលគ្រាន់តែយើងខួបកំណើតដែរយើងមិនចូលទេអញមិនចូលទេខួបកំណើតខួបអីនោះ
ប៉ុន្តែហេតុនេះមិនទៅសេសារជូនពរអញផងវាងាប់អីហ៎ទៅសេសារជូនពរមករីករាយថ្ងៃខួបកំណើតជូនពរបងជូនពរប្អូនឲ្យរស់ស៊ីមានបានកាក់កបដាក់ចុះដោះឡើងទៅវាអត់ទេអញមិនចូលអញមិនចង់បានស្អីទេប៉ុន្តែសេទៅខ្ញុំតែងតែនិយាយខ្ញុំថាអ្នកកើតឆាំចបងប្អូននៅរស់គ្មានណាមើលឃើញទេតោះងាប់អត់វាមើលឃើញយ៉ាងម៉េចពេលយើងនៅរស់ខ្វះលុយចូលពេទ្យគ្មានណាឲ្យទេតើងាប់ដល់ពេលងាប់វាចាប់ដើមទៅសេមិត្តភក្តិល្អណាទៅសេបើខ្ញុំងាប់ខ្ញុំកាត់តំបាក់កឲ្យងាប់អស់អាណាអញ្ចឹងហើយអញនៅរស់មកឲ្យស៊ីហើយចាំងាប់ខ្ញុំមកទៅសេបានប្រយោជន៍ស្អីវាអញ្ចឹងកុំចាំយើងងាប់ចឹងផ្ដាំទៅដល់អ្នកដែលកើតឆាំចទាំងអស់ល្មមមិនគ្មានអាណាស្រឡាញ់យើងទេហើយផ្ដាំទៅអ្នកដែលមានបងប្អូនអ្នកកើតឆាំចមើលវាផងតើវានៅរស់បើវាងាប់ទៅមិនបាច់មកទៅសេសារអីទេវាងាប់បាត់ហើយវាគ្មានន័យខ្លឹមសារអីតទៅទៀតទេអញ្ចឹងបងប្អូនជីវិតអ្នកកើតឆាំចអយុត្តិធម៌ណាឥឡូវបំភ្លេចចោលនៅរឿងអយុត្តិធម៌ហ្នឹងពេលខាងមកវាយើងដែរវាល្ងងចិត្តយើងវាមិនដាច់ណាចឹងឥឡូវនេះបងប្អូនអ្នកដែលកើតឆាំចចាប់ពីថ្ងៃទី15ខែមិថុនាឆ្នាំ2026ទៅចគឺលែងពិបាកហើយចលែងវេទនាហើយរាសីឡើងហើយដាក់ចុះដោះឡើងហើយកាក់កបហើយណាកិច្ចការងារចំនួនជួញដូរមុខរបររកស៊ីទាំងឡាយទាំងពួងអ្នកដែលកើតឆាំចគឺល្អអញ្ចឹងអ្នកដែលកើតឆាំចគឺខ្ញុំសូមឲ្យអ្នកកើតឆាំចទាំងអស់ខមមិនលេខសំណាងរបស់ខ្លួនទៅគឺលេខ195ពណ៌សំណាងពណ៌ក្រហមណាបាទអ្នកដែលកើតឆាំចលេខសំណាងលេខ195ពណ៌សំណាងពណ៌ក្រហមខមមិនលេខសំណាង195 share វីដេអូលោកគ្រូដាក់លេខ195ពណ៌សំណាងពណ៌ក្រហមអ្នកដែលកើតឆាំចសប្បាយចិត្តរីករាយទទួលផលហើយខ្ញុំនឹងប្រាប់អំពីកលឹះអទិដ្ឋានចិត្តបួងសួងនៅក្នុងចិត្តដើម្បីទទួលលៀបសំណាងសម្រាប់លោកអ្នកដែលកើតនៅឆាំចទាំងអស់ណាបាទអញ្ចឹងអ្នកដែលកើតឆាំចទាំងអស់សូមលោកអ្នកស្ដាប់ខ្ញុំបន្តិចដើម្បីយើងផ្ដល់នៅកម្លាំងចិត្តដល់ខ្លួនឯងឲ្យយើងហេងឲ្យយើងបាននៅអ្វីដែលយើងប៉ងអញ្ចឹងអ្នកដែលកើតឆាំចបងប្អូនកូនក្មួយពេលដែលយើងគេងលក់ហើយយើងភ្ញាក់ពីដំណេកបាទពេលដែលយើងគេងលក់យើងភ្ញាក់ពីដំណេកអ្នកដែលកើតឆាំចគឺបងប្អូនប្រាថ្នាចង់បានអីខ្ញុំជឿជាក់ថាមនុស្សម្នាក់ពិតជាមានសេចក្តីប្រាថ្នាហើយមែនទេបងប្អូនក៏មានក្តីប្រាថ្នាខ្ញុំក៏មានក្តីប្រាថ្នាសេចក្តីចង់បានអ្នកខ្លះចង់លក់ដីដាច់អ្នកខ្លះចង់បានប្តីអ្នកខ្លះចង់ឡើងធំចង់ធ្វើអីអញ្ចឹងយើងបួងសួងខ្លួនយើងអ្នកខ្លះចង់ឲ្យសងគេរួចណាអញ្ចឹងអ្នកដែលកើតឆាំចយើងព្រលឹមឡើងពេលយើងភ្ញាក់ពីគេងបបដបោកបំផុតភ្ញាក់ពីគេងឲ្យបើកភ្នែកហើយញញឹមមួយទៅបាទញញឹមមួយហើយបិទភ្នែកទៅវិញហើយស្រមៃបិទភ្នែកស្រមៃបួងសួងនៅក្នុងចិត្តណាពេលយើងញញឹមហើយយើងបិទភ្នែកហើយយើងធ្វើអារម្មណ៍ឲ្យស្ងប់បន្តិចហើយយើងសម័យអញ្ចឹងយើងចង់បានអីអូម៉ាថារងហើយយើងកំពុងទៅលក់ផ្ទះអញ្ចឹងយើងបិទភ្នែកស្រមៃយើងបួងសួងហើយថាសូមឲ្យខ្ញុំលក់ផ្ទះដាច់ដោយបំណងបួងសួងឲ្យកម្លាំងចិត្តតែសូមឲ្យខ្ញុំលក់ផ្ទះដោយបំណងហើយយើងត្រូវរកអារម្មណ៍យើងឲ្យឃើញថាយើងនឹងលក់ផ្ទះដាច់អញ្ចឹងយើងសម័យផ្ទះអញលក់ដាច់ហើយហេងហើយបានលុយច្រើនហើយអញ្ចឹងសាធុកទទួលយកបើកភ្នែកដកដង្ហើមធំមួយដើម្បីស្រូបយកធម៌ពលល្អបញ្ចេញចោលនៅធម៌ពលអាក្រក់ចេញអស់ហើយហេងហើយកាក់កបឲ្យធ្វើអញ្ចឹងទៅធ្វើម្ដងបានធ្វើ2ដងធ្វើ2ដងបានធ្វើ3ដងធ្វើ3ដងបានធ្វើ4ដងទៅជោគជ័យបាទធ្វើជារឿយទៅព្រលឹមឡើងធ្វើទៅណាអញ្ចឹងអ្នកដែលកើតឆាំចគឺនឹងហេងនឹងកាក់កបបាទធ្វើតាមខ្ញុំទៅចាប់ពីថ្ងៃទី15ហ្នឹងទៅរៀនធ្វើឲ្យហើយអត់មានអស់លុយមីទេបាទអញ្ចឹងធ្វើតាមខ្ញុំទៅហើយអ្នកដែលកើតឆាំចខ្ញុំកំពុងតែរកគន្លឹះដែលធ្វើយ៉ាងម៉េចឲ្យអ្នកកើតឆាំចនឹងហេងខ្ញុំកំពុងតែរកគន្លឹះធ្វើម៉េចឲ្យអ្នកកើតឆាំចនឹងជោគជ័យដូចខ្ញុំបានជំរាបអញ្ចឹងខ្ញុំគុណគូមើលទៅខ្ញុំឃើញនៅចាប់ពីថ្ងៃទី15ហ្នឹងតារាសាស្ត្រស្ដេចខ្លាបានចូលមកសោយរាជនៅក្នុងខែមមីហ្នឹងអញ្ចឹងតារាសាស្ត្រស្ដេចខ្លានឹងចូលមកសោយរាជនៅក្នុងខែមមីហ្នឹងអញ្ចឹងត្រូវធ្វើម៉េចដើម្បីឲ្យយើងទាញផលចំណេញពីតារាសាស្ត្រស្ដេចខ្លាហ្នឹងអញ្ចឹងអ្នកទាំងឡាយណាដែលមានខ្លានៅជាប់ខ្លួនប្រកបទៅដោយហុងស៊ុយអ្នកនឹងលែងឆុងលែងស៊ុយនឹងលែងចង្រៃហើយចាប់ពីខែ6ពាក់កណ្ដាលហ្នឹងទៅអ
ចឹងជាពិសេសអ្នកដែលកើតឆាំចខ្ញុំបានត្រៀមនៅខ្សែដៃនេះជាពិសេសជូនដល់អ្នកកើតឆាំចចឹងអ្នកដែលកើតឆាំចខ្សែដៃនេះគឺជាខ្សែដៃចក្រាខ្សែដៃស្ដាច់ខ្លាចក្រា8ទិសចឹងអ្នកដែលកើតឆាំចទាំងបរោះអ្នកដែលកើតឆាំចទាំងអស់សម្រាប់នារីណាចង់ឲ្យលក់ដូរដាច់រកស៊ីមានបានកកប់ចិត្តតិចលុយចូលលែងឆុងលែងសើយរាសីឡើងចាប់ពីពាក់កណ្ដាលខែ6នេះទៅអ្នកដែលកើតនៅឆ្នាំចទាំងអស់បងប្អូនជាវនៅខ្សែដៃស្ដាច់ខ្លាចក្រា8ទិសនៃយុទ្ធពៈពាក់ឲ្យរាសីឡើងគំនិតប្រាជ្ញាភ្លឺថ្លាវៀងវៃលុយហូរចូល8ទិសទេវតាតាមថែរក្សាចក្រាហ្នឹងមានថាទេវតាថែពីចុងជើងដល់ចុងសក់រកស៊ីមានបានកកប់ល្អជោគជ័យអញ្ចឹងបងប្អូនជាវនៅខ្សែដៃចក្រានេះយកទៅពាក់ទៅគឺហេងខ្លាំងជោគជ័យខ្លាំងខ្សែដៃចក្រានេះគឺជាស្ដាច់ខ្លាដែលដាក់ជាប់ខ្លួនយើងធ្វើឲ្យយើងមានឫទ្ធិអំណាចធ្វើឲ្យយើងមានប្រាជ្ញាវៀងវៃលុយចូលហើយត្បូង8ធាតុនេះគឺតំណាងឲ្យភាពរស់ស៊ីមានបានពីចុងជើងដល់ចុងសក់អញ្ចឹងអ្នកលក់ដូរមិនដាច់អ្នករស់ស៊ីមិនបានអ្នកគេជពាក់លុយអត់សងអ្នកដែលគ្មានលុយសងបំណុលគេអ្នកដែលទារលុយគេមិនបានអ្នកដែលធ្វើអីមិនបានជោគជ័យជាខ្សែដៃយកទៅពាក់ទៅគឺហេងអញ្ចឹងខ្សែដៃចក្រានេះសម្រាប់បងប្អូនដែលយកទៅពាក់ទៅគឺផ្ទុះលៀបលុយចូលហើយចាប់ពីខែ6ទៅពាក់កណ្ដាលខែ6ទៅលែងឆុងលែងសើយខ្សែដៃចក្រាស្ដាច់ខ្លា8ទិសនេះខ្ញុំជាវជូនជាពិសេសបងប្អូនតម្លៃដើម$50ជាវជូនមួយខ្សែ35ជាវជូនបងប្អូនមួយខ្សែ$35ណាបាទហើយព្រីសេវាដឹកហើយបងប្អូនជាវនៅខ្សែដៃចក្រាស្ដាច់ខ្លា8ធាតុនេះហើយខ្ញុំថែមនៅយ័ន្តព្រះអង្គ4អង្គព្រះអង្គ4អង្គតំណាងឲ្យភាពសុខសប្បាយរស់ស៊ីមានបានសុខភាពល្អក្លាហានឆ្ពោះទៅមុខនិងមានក្តីមេត្តាសមាធិធ្វើឲ្យចិត្តស្ងប់ចឹងយ័ន្តនេះដាក់ពីក្រោយទូរស័ព្ទដាក់កាបូបលុយឬមួយដាក់នឹងកែលុយរស់ស៊ីពាក់ខ្សែដៃគឺហេងខ្លាំងសម្រាប់លោកអ្នកដែលកើតឆ្នាំចចឹងអ្នកដែលកើតឆ្នាំចបើបានពាក់ខ្សែដៃនេះហើយគឺធានាថាចាប់ពីពេលនេះម៉ោងនេះនាទីនេះទៅហេងរហូតចាប់ពីពាក់នៅក្នុងដៃចឹងបងប្អូនចង់បានអាចជាវបានតម្លៃមួយខ្សែ$35ព្រីសេវាដឹកណាបាទបងប្អូនចង់បានឆាតចូលពេកឬមួយក៏ទំនាក់ទំនងតាមលេខ Telegram 07គុត29 29 38 099 40គុត86 37ខ្សែដៃចក្រា8ធាតុស្ដាច់ខ្លានេះគឺយកទៅពាក់ទៅដឹងតាហេងហ្មងផ្ទុះលៀបធ្វើឲ្យហេងចាប់ពីពាក់កណ្ដាលខែ6នេះទៅផ្ការីកជែកទុំខ្មុំពេញលំអងដាក់ចោលដោះឡើងលែងឆុងលែងសើយលែងចង្រៃណាបងប្អូនអាចជាវបានយកទៅប្រើទៅជោគជ័យហើយបាទបងប្អូនមួយខ្សែ35ណាព្រីសេវាដឹកបងប្អូនចង់បានអាចជាវបាន